របៀបធ្វើក្រែម3រសជាតិគឺរសជាតិកាហ្វេរសជាតិយូរនិងរសជាតិយូរស្វាយទុំងាយមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ញ៉ាំនៅផ្ទះចាជាដំបូងឡើយខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើក្រែមរសជាតិកាហ្វេដូចជាដំបូងឡើយខ្ញុំដាក់ម្សៅកាហ្វេរបស់យើងចំនួន1ស្លាបព្រាកាហ្វេម្សៅកូកូចំនួន1ស្លាបព្រាកាហ្វេដូចគ្នាបើសិនបងប្អូនអត់មានម្សៅកូកូនេះទេបងប្អូនអាចប្រើមីឡូឬបើបងប្អូនអត់មានទេមិនបាច់ដាក់ក៏បានដែរតែយើងដាក់ម្សៅកាហ្វេរបស់យើងឲ្យបានច្រើនជាងនឹងបន្តិចមកជាបន្តមកទៀតខ្ញុំបន្ថែមស្ករសចំនួន2ស្លាបព្រាបាយហើយសម្រាប់រសជាតិនេះដែរគឺខ្ញុំធ្វើអត់ផ្អែមពេកទេសម្រាប់រសជាតិវិញសូមបងប្អូនធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតយើងយកទឹកដោះគោស្រស់របស់យើងនឹងចំនួន100មីលីលីត្រយើងដាក់វាកម្ដៅវាក្ដៅអ៊ុនៗមកជាបន្តមកទៀតយើងយកមកចាក់លាយកូរជាមួយនឹងម្សៅកាហ្វេរបស់យើងកូរឲ្យបានរលាយសព្វល្អហើយជាបន្តមកទៀតគឺខ្ញុំបន្ថែមទឹកដោះគោត្រជាក់របស់យើងនឹងចំនួន100មីលីលីត្របន្ថែមទៀតហើយយើងកូរច្របល់វាបានរលាយចូលគ្នាសព្វល្អមកហើយបន្តមកទៀតយើងចាប់ផ្ដើមច្រកក្រែមរបស់យើងចូលទៅក្នុងថង់សម្រាប់កូនថង់ដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺខ្ញុំប្រើកូនថង់សម្រាប់ច្រកក្រែមដែលមានមាត់បិទជិតបើសិនបងប្អូនអត់មានកូនថង់ប្រភេទដូចខ្ញុំទេបងប្អូនទិញកូនថង់ធម្មតាដែលមានរាងវែងបែបនេះបងប្អូនថង់សម្រាប់ច្រកក្រែមហើយយើងចាក់ក្រែមរបស់យើងចូលហើយយើងចងកស៊ូទៅគឺបានហើយចាយសម្រាប់ចំណុះនៅក្នុងក្រែមដែលខ្ញុំធ្វើក្នុងមួយដើមហ្នឹងគឺចំណុះចំនួន100មីលីលីត្រជាបន្តមកទៀតយើងចាប់ផ្ដើមធ្វើក្រែមរសជាតិយូរចាស់ហើយសម្រាប់យូរដែលយើងប្រើសម្រាប់ធ្វើក្រែមនេះដែរគឺយើងប្រើយូររសជាតិដើមដែលខ្ញុំដាក់យូររបស់យើងនឹងចំនួន3ស្លាបព្រាបាយកន្លះជាបន្តមកទៀតខ្ញុំបន្ថែមស្ករអំពៅរបស់យើងចំនួន2ស្លាបព្រាបាយសម្រាប់រសជាតិនេះដែរគឺខ្ញុំធ្វើអត់សូវផ្អែមពេកទេបងប្អូនគឺផ្អែមល្មមទេអញ្ចឹងសម្រាប់រសជាតិសូមបងប្អូនធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តហើយបន្តមកទៀតគឺខ្ញុំបន្ថែមទឹកក្រូចឆ្មាចំនួន1ស្លាបព្រាកាហ្វេយើងច្របល់វាបានចូលគ្នាសព្វល្អហើយគឺខ្ញុំបន្ថែមទឹកដោះគោស្រស់របស់យើងចំនួន150មីលីលីត្រយើងច្របល់វាបានចូលគ្នាសព្វល្អហើយយើងចាប់ផ្ដើមច្រកក្រែមរបស់យើងចូលទៅក្នុងកូនថង់ជាបន្តមកទៀតយើងចាប់ផ្ដើមធ្វើក្រែមរសជាតិយូរស្វាយទុំដោយសារតែខ្ញុំអត់មានស្វាយទុំស្រស់គឺខ្ញុំប្រើស្វាយទុំដែលគេកាត់ក្លាសេរួចហើយបងប្អូនអញ្ចឹងគឺខ្ញុំប្រើប្រហែលជាស្វាយទុំរបស់យើងប្រហែលជាមួយចំហៀងហើយជាបន្តមកទៀតគឺខ្ញុំបន្ថែមយូរសម្រាប់យូរនេះដែរគឺខ្ញុំដាក់យូររបស់យើងនឹងចំនួន5ស្លាបព្រាបាយហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមស្ករអំពៅចំនួន1ស្លាបព្រាបាយហើយសម្រាប់រសជាតិនេះបងប្អូនធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តហើយយើងកូរច្របល់ឲ្យស្វាយហើយនឹងស្ករហើយនឹងយូររបស់យើងបានចូលគ្នាសព្វល្អមកហើយសម្រាប់ស្វាយនេះដែរសូមបងប្អូនច្រត់វារាងបែកម៉ត់បែបនេះមកហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមទឹកដោះគោស្រស់របស់យើងចំនួន50មីលីលីត្រហើយយើងច្របល់វាបានចូលគ្នាសព្វល្អមកជាបន្ទាប់មកទៀតគឺយើងចាក់ក្រែមរបស់យើងទៅក្នុងកូនថង់ចាឥឡូវយើងបានធ្វើក្រែមរួចរាល់ហើយអញ្ចឹងជាបន្ទាប់មកទៀតគឺខ្ញុំយកក្រែមដែលយើងបានធ្វើរួចរាល់ហ្នឹងទៅក្លាសេនៅក្នុងទូកករយៈពេលពី5ទៅ6ម៉ោង